ចងស្ងោរជាលក់ជាមួយនឹងទឹកម្រេចហើយខ្យងនេះគឺថាឡើងធំធំល្អខ្លាំងមែនតើដំបូងគឺខ្ញុំថាយកខ្យងនឹងមកធ្វើស៊ុបខ្យងញ៉ាំអញ្ចឹងដល់ពេលអត់មានអ្នកនៅផ្ទះអញ្ចឹងហើយក៏យកវាមកស្ងោរញ៉ាំតែម្ដងទៅហើយខ្យងនេះមិនយកមកស្ងោរគឺខ្ញុំយកវាទៅត្រាំទឹកហើយដាក់ម្ទេសដាក់អីយើងត្រាំមួយ 4-5 ម៉ោងចោលទៅដើម្បីឲ្យវាខ្ជាក់ផុកហើយលាងខ្យងនឹងឲ្យស្អាតយកខ្យងនឹងមកស្ងោរគឺខ្ញុំដាក់ម្សៅស៊ុបកន្លះស្លាបព្រាបាយស្ករសកន្លះស្លាបព្រាបាយហើយដាក់គល់ស្លឹកគ្រៃរំដេងស្លឹកក្រូចសើចដើម្បីឲ្យវាមានក្លិនឈ្ងុយហើយស្ងោរវាចោលសិនទៅខ្ញុំមកធ្វើទឹកម្រេចណាខ្ញុំដាក់អំបិលម្សៅស៊ុបប៊ីចេងស្ករសមានម្រេចខ្ទឹមសចិញ្ច្រាំម្ទេសហើយដាក់ទឹកដោះគោខាប់នឹងមួយស្លាបព្រាបាយដាក់ទឹកក្តៅអ៊ុនៗនេះចូលទៅបន្តិចដែរបន្ទាប់មកច្របាច់ក្រូចឆ្មាចូលទៅហើយកូរឲ្យវាចូលជាតិគ្នាសព្វល្អចំពោះរសជាតិអីហ្នឹងបងប្អូនភ្លក់តាមចំណង់ចំណូលចិត្តទៅតែប៉ុណ្្នឹងគឺថារួចរាល់ជាការស្រេចចៃបន្ទាប់ពីលាយទឹកម្រេចបានរួចរាល់ហើយគឺខ្ញុំមកមើលខ្យងនេះវិញម្ដងខ្យងក៏បានស្ងោរឆ្អិនដែរអញ្ចឹងខ្ញុំស្រង់វាចេញខ្យងនេះគឺខ្ញុំស្ងោរប្រហែលជា10នាទីអីទេបើសិនជាស្ងោរយូរពេកវាអាចនឹងឆ្អិនខ្លាំងវាស្វិតសាច់អញ្ចឹងណាឥឡូវនេះខ្យងស្ងោរទឹកម្រេចរបស់នេះខ្ញុំបានរួចរាល់ហើយខ្យងនេះធំល្អមែនតើបងប្អូនបើសិនជាយកទៅធ្វើស៊ុបខ្យងញ៉ាំទៅគឺថាមានជាតិមែនតើហើយខ្យងស្ងោរនេះបងប្អូនចង់ញ៉ាំជ្រលក់ជាមួយនឹងទឹកម្រេចអញ្ចឹងក៏បានឬក៏ទឹកត្រីបុកក៏បានដែរទៅបើខ្ញុំវិញចូលចិត្តញ៉ាំជ្រលក់ជាមួយនឹងទឹកម្រេចច្រើនជាងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយៗទៀត